ក្រុមហ៊ុនហ្នឹងឥឡូវយើងមើលតើតនកម្មអាមេរិកគេដាក់តនកម្មលើក្រុមហ៊ុនប្រមាណរបស់លោកលីយ៉ុងផាត់យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនធំចំនួន5ដែររបស់លោកលីយ៉ុងផាត់ហ្នឹងដែលរងតនកម្មយើងដឹងមួយដែលអាមេរិកដាក់តនកម្មដំបូងគេគឺក្រុមហ៊ុនលីយ៉ុងផាត់ហ្នឹងតែម្ដងដែលខ្ញុំជម្រាបថាតាមពិតក្រុមហ៊ុនលីយ៉ុងផាត់ហ្នឹងគឺជាក្រុមហ៊ុនសឹងតែថាគ្របដណ្ដប់រាល់ក្រុមហ៊ុនទាំងអស់ដែលគ្រប់គ្រងរបស់លោកលីយ៉ុងផាត់ហ្នឹងបាត់ទៅហើយអា LYP ហ្នឹងវាមានទាំងចលនាទ្រព្យវាមានទាំងក្រុមហ៊ុនច្រើនផ្សេងទៀតនៅក្នុងច្រកក្រោមឆាត់នៃក្រុមហ៊ុនហ្នឹងកំពុងតែរងតនកម្មនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកហើយក្រៅពីហ្នឹងយើងមានជាសន្តាគារភ្នំពេញនៅទីក្រុងភ្នំពេញហ្នឹងក៏រងតនកម្មដែរក្នុងបញ្ជីខ្មៅដែរហើយខ្ញុំនឹងបញ្យល់ថាតើតនកម្មហ្នឹងគេដាក់យ៉ាងម៉េចសន្តាគារ Golden City នៅមានន័យថាទីលានវាយកូនគោលនៅភ្នំពេញហ្នឹងក៏រងតនកម្មដែរផ្កាយ5មានកាស៊ីណូបនលបែងកាស៊ីណូនៅកោះកុងហ្នឹងក៏រងតនកម្មដែរធំណាស់អាកាស៊ីណូហ្នឹងបនលបែងកាស៊ីណូនិងរមណីយដ្ឋានមានសន្តាគារផងនៅអូស្មាច់ហ្នឹងក៏រងតនកម្មដែរដូច្នេះនិយាយទៅគឺមាន5ឈ្មោះ5ធំប៉ុន្តែខ្ញុំជឿថាសន្តាគារស្អីផ្សេងហ្នឹងមិនសំខាន់ដោយអ្វីដែលថាជាក្រុមហ៊ុនធំរបស់លោកលីយ៉ុងផាត់ហ្នឹងដែលមានទាំងសន្តាគារមានកាស៊ីណូមានបនលបែងមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកមានវ៉ារីអគ្គិសនីមានក្រុមហ៊ុនបូមខ្សាច់អីហ្នឹងអារឿងបូមខ្សាច់ហ្នឹងទៀតសោតហ្នឹងគឺយើងដឹងហើយក្រុមមេដាធម្មជាតិហ្នឹងគ្នាតស៊ូមតិឲ្យទប់ស្កាត់ហ្នឹងកុំតែក្រុមពួកគាត់តវ៉ាហ្នឹងកុំអីហ្នឹងខ្សាច់ហ្នឹងហិនហោចអស់ទៅទៀតឬសូតែបូមនោះសន្ធឹកយកទៅលក់ឲ្យសង្ហបុរីឲ្យលុយចំណូលហ្នឹងមិនដឹងនៅឯណាអីអញ្ចឹងដល់ពេលមានការតវ៉ាច្រើនទៅសង្ហបុរីខ្លួនឯងតាមពិតប្រព័ន្ធតុលាការស្រុកខ្មែរអាចដោះស្រាយបានទេយើងទៅបានប្រទេសដទៃឯណោះដែលគេជួយទប់យើងអាសង្ហបុរីខ្លួនឯងហ្នឹងនៅពេលដែលលឺបងប្អូនប្រជាពលរដ្ឋឆាកអន្តរជាតិគេតវ៉ាខ្លាំងទៅក៏ខ្ជាក់មកវិញទៅអត់អាចលេបរួចដោយសារតែគ្នាក៏មានសិលធម៌ដែរដល់ពេលលឺសូគេថៃយកខ្សាច់ពីប្រទេសកម្ពុជាទៅសុទ្ធតែខ្សាច់ខុសច្បាប់អីក្រុមហ៊ុនខុសច្បាប់អីអញ្ចឹងគេក៏មានសិលធម៌ហ្នឹងក៏គេផ្អាកឬការទិញនឹងឬកាត់បន្ថយទៅវាសល់ខ្សាច់យើងអីអញ្ចឹងទៅវាភ័ព្វវាសនាយើងវាបានមកដោយសារតែអាប្រទេសគេខ្ជាក់មកវិញបើថាឲ្យយើងទៅហើយបាទយើងក៏ជឿធ្លុះតែម្ដងបាទឥឡូវអស់ពីក្រុមហ៊ុនខ្សាច់អស់ពីក្រុមហ៊ុនតើយើងមើលក្រុមហ៊ុនព្រៃវ៉ារីអគ្គិសនីហ្នឹងកាប់បំផ្លាញព្រៃឈើហ្នឹងប្រមាណដែលមានឥឡូវហ្នឹងគឺនិយាយទៅក្រុមហ៊ុនគ្រប់គ្រងដែលជន់ផ្អៀងផែនដីហ្នឹងគឺមានដែលអាមេរិកដាក់ទោសខ្លាំងជាងគេគឺតាក់ទងនឹងរឿងជួញដូរមនុស្សហើយអារឿងជួញដូរមនុស្សនេះអូយបីសុខសាយពេញពិភពលោកហើយខ្មែរយើងហ្នឹងគឺថាតាំងតែពីឥឡូវយើងមើលផលប៉ះពាល់ដ៏ធំហ្នឹងអាចជួញដូរមនុស្សនៅតាមបនលបែងកាស៊ីណូនៅសន្តាគារអីហ្នឹងយើងមើលតើគេខ្លាចល្អប្រទេសកម្ពុជាប្រហែលយើងមើលតើមានភ្ញៀវទេសចរប្រហែលអ្នកដែលមកលេងប្រទេសកម្ពុជានៅពេលដែលយើងទៅមើលថៃមើលនោះដើរទិសដៃគ្នានោះដើរទិសគួយដៃគ្នាខ្ញុំអត់បានទៅទេសំទោសប៉ុន្តែយើងមើលរូបភាពដែលគេបញ្ចាំងមកនៅកន្លែងតាមផ្លូវដើរតាមផ្លូវប្រចាំថ្ងៃហ្នឹងគឺថាដូចម្រាមដៃចឹងហើយតែបើយើងមើលយើងវិញនៅសន្តាគារយើងនៅពលានយន្តហោះយើងនៅ Pub Street ដែលនៅទីក្រុងសៀមរាបជាបេះដូងទេសចរហ្នឹងគឺយើងអាណិតអាសូរបងប្អូនអាជីវករណាស់និយាយទៅខ្លោចចិត្តណាស់បងប្អូនបានអីទទួលទាននៅពេលដែលគ្មានភ្ញៀវមកគ្រាប់បែបនេះបងប្អូនបានលុយឯណាទៅបង់ថ្លៃជួលតូបជួលកន្លែងគេលក់ដូរបងប្អូនបានលុយឯណាដើម្បីបង់ថ្លៃជាពាក់បំណុលធនាគារដែលខ្ចីយកមករកស៊ីបងប្អូនបានលុយឯណាដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនៅពេលដែលបងប្អូនឃើញស្ថានភាពអត់ភ្ញៀវអត់អីលក់ដូរមិនដាច់ចុះអ្នករត់តុកអ្នករត់តង់3ផាសស្អាតម៉ូតូដប់លាក់នឹងលាក់បានអីទទួលទានណាអ្នកលក់វត្ថុអនុស្សាវរីយ៍តូចតាចដែលតាមស្រែតាមភូមិបានអីទទួលទានយើងទាំងអស់គ្នាយើងដឹងហើយថាតើមកពីបញ្ហាអីហេតុអីបានជាប្រទេសថៃប្រទេសវៀតណាមនៅក្បែរយើងភ្ញៀវគេដូចសម្ោចអីដែលនៅយើងនេះហោចតែទេខ្ញុំនឹងបញ្យល់ថាហេតុអីបានជាយើងហោចភ្ញៀវទេសចរនឹងទៀតនៅពេលបន្តិចទៀតឥឡូវខ្ញុំបញ្ចប់រឿងតាក់ទងនឹងក្រុមហ៊ុនដែលរងតនកម្មហើយអាមេរិកដាក់តនកម្មនេះគេដាក់យ៉ាងម៉េចនៅពេលដែលអាមេរិកដាក់តនកម្មនេះគឺគេមានក្រមរបស់គេគឺទី1គឺបង្កក់ទ្រព្យសម្បត្តិទាំងអស់របស់លោកអុកញ៉ាលីយ៉ុងផាត់ឥឡូវមិនតែលោកអុកញ៉ាគាត់មានងារជាលោកអ្នកអុកញ៉ាទៅទៀតគឺថាខ្ពស់កប់ពពកហើយព្រោះដោយសារតែគុណូបការៈដែលជួយគណៈបកកណ្ដាលអំណាចបានជាច្រើនមកនេះដែលគាត់អាចជន់ពីយើងនេះប៉ុន្តែចំពោះខ្ញុំគិតថាគឺជាការដែលជួយគ្នានៅក្នុងការបិទបាំងបាត់អក្រិតទេអញ្ចឹងបានអីជួយទៅចិត្តតែលើកខ្ពស់ទៅជួនកាលអាចគ្រាន់តែជាការឲ្យឈរឈ្មោះដើម្បី
ដើម្បីមានក្រុមហ៊ុនមានអីចឹងទៅអាធនធានថវិកាហ្នឹងចូលទៅតាមច្រកណាទៅមន្ត្រីពាក់ព័ន្ធយ៉ាងណាក៏គ្មានអ្នកណាដឹងដែរព្រោះយើងគ្មានតម្លាភាពគ្មានអីស្អីគេទេប៉ុន្តែយើងមិនបាច់ឆ្ងល់ទេនៅពេលដែលរឿងនេះកើតឡើងរំលោភប្រជាពលរដ្ឋគ្រប់ទិសទីហើយធ្វើបានយ៉ាងរលូនហើយគ្មានបានត្រូវទោសអីសូម្បីតែមួយអាមេរិករកឃើញទោស1000ហើយដល់ពេលស្រុកខ្មែរមនុស្សនឹងស្អាតស្អំជាទីបំផុតយើងដឹងដែរយើងគិតមើលថ្លឹងថ្លែងពិចារណាខ្លួនឯងទៅខ្ញុំមិនថាលោកលីយ៉ុងផាត់ជាមនុស្សអាក្រក់យ៉ាងណាទេប៉ុន្តែលោកពិចារណាទៅថាតើសហរដ្ឋអាមេរិកនៅឯនេះឯនាយសមុទ្រឯនេះហេតុអីបានគេដឹងថាលោកលីយ៉ុងផាត់ប្រព្រឹត្តក្រិតប្រព្រឹត្តខុសហើយចុះយើងអត់សហរដ្ឋអាមេរិកក៏គេមានស្ថានទូតគេមួយជំងឺហ្នឹងនៅក្បែរវត្តភ្នំហ្នឹងតាមមន្ត្រីទូតអស់ហ្នឹងធ្វើអីគេគាត់ទៅអង្គុយដកដង្ហើមចោលឬយ៉ាងម៉េចមន្ត្រីទូតអស់ហ្នឹងគឺជាភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិកនឹងឯងនៅក្នុងការឃ្លាំមើលតាមស៊ើបអង្កេតដំណើរការទាំងឡាយដែលប៉ះពាល់ដល់ផលប្រយោជន៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែរគេមិនបង្ងើយកន្តើយទេគេមើលតាមអញ្ចឹងបានគេរកឃើញបញ្ហានេះហើយតនកម្មហ្នឹងគឺបកកទ្រព្យសម្បត្តិបកកមិនទៅបងប្អូនមួយចំនួនសួរអូយបកកទ្រព្យសម្បត្តិស្អីឮតែបកកហ្នឹងឃើញគ្មានប៉ះក្បាលណាផងទ្រព្យសម្បត្តិអស់លោកទាំងអស់ហ្នឹងដែលយកទៅដាក់នៅស្រុកក្រៅទៅស្អីបើគាត់ដឹងថាគាត់ប្រព្រឹត្តបទល្មើសហើយទៅដាក់ស្រុកក្រៅឲ្យគេកោបយកអស់មាននរណាគេទៅល្ងងឆោតដល់ថ្នាក់ហ្នឹងនោះយ៉ាជាការពិតខ្ញុំជឿថាគាត់ថ្លៃទៅជាអង្គការជាមន្ត្រីសិទ្ធិហើយរស់ស៊ីនៅក្នុងប្រព័ន្ធដែលច្បាប់យើងធូររលុងគ្មានភាពច្បាស់លាស់ជាក់លាក់បែបនេះម្នាក់សិទ្ធិភ័យខ្លួនអ្នកខ្លះជួនកាលទិញមាសយកទៅកោទុកចោលចាក់គ្រឹះនៅក្នុងផ្ទះនោះព្រោះមិនដឹងថាបើយកលុយដុល្លារទៅវាមិនដឹងថាយកទៅដាក់នៅណាអាចតែវាកណ្ដៀស៊ីកដោកាត់អស់ប៉ុន្តែបើជាមាសវិញគឺអាចយកទៅចាក់ទង្គិបចាក់ចោលសឹងអាក្រាលធ្វើជាផ្លូវដើរផងអស់លោកលឺរឿងមាសនេះប្រហែលជាព្រឺសបល់ដែរហើយព្រោះខ្ញុំបានលឺរឿងនេះពីប្រសង់ដែលទៅចយន្តោឬក៏ទៅប្រសិទ្ធិនៅផ្ទះលោកធំមួយចំនួនហ្នឹងមកវិញលោកលើលោកសឹកហើយលោកមកប្រាប់អំពីថាអូយមាសគេនោះដល់ហើយគឺចាក់ឯងសឹងថាពាក់កណ្ដាលផ្ទះក៏មានដែរចាក់ជាគ្រឹះអញ្ចឹងហ្មងព្រោះវាច្រើនពេកអញ្ចឹងបានថាការនាំចូលមាសពីស្រុកក្រៅអីមកស្រុកខ្មែរអីហ្នឹងគឺជួនកាលអត់មានរបាយការណ៍អីសោះដោយសារអីប្រជាពលរដ្ឋខ្មែរដែលជាអ្នកមានណាគឺគាត់ដឹងខ្យល់មុនណាថាបរោស៊ីនៅស្រុកក្រៅជិះបំផុតពីគេរឹបអូយព្រោះអាទ្របបានហ្នឹងភាគច្រើនបានមកពីអំពើទុច្ចរិតណាអញ្ចឹងគាត់យកទ្របហ្នឹងទុកនៅក្នុងយកទៅវិនិយោគទិញដីទិញអីចិត្តតែទិញណានៅស្រុកខ្មែរហ្នឹងព្រោះឲ្យទិញទៅជាអចលនៈទ្របហ្នឹងទៅវាយ៉ាងណាក៏គ្មានអាណារឹបអូសឲ្យបានដែរព្រោះវានៅក្នុងស្រុកខ្មែរវាមិននៅស្រុកក្រៅអញ្ចឹងក៏អត់ទៅទិញស្រុកក្រៅទេទិញស្រុកខ្មែរអញ្ចឹងតើអាការដែលទ្របវាច្រើនពេកហ្នឹងទៅនាំគ្នាចិត្តតែបំប៉ោងទិញដីនេះនោះអញ្ចឹងលោកអស់លោកខ្មែរយើងគ្នាអ្នកខ្សត់ហ្នឹងមានលុយតិចតួចហ្នឹងក៏លឺគេផ្អើលទៅតំបន់នេះអភិវឌ្ឍតំបន់នោះទិញនេះទិញនោះបរិយនេះបរិយនោះចិត្តតែប្រឹងខ្មើតាមគេតែពេលគេលៀងលុយអាយើងលុយតិចតួចហ្នឹងខំប្រឹងរកបេះពីមាត់ពីកហ្នឹងយកមកតាមទិញបងមលុះអីដល់យូរដាច់អាការបងមលុះហ្នឹងជួនកាលគេបោកទៅដោយសារអីក្រុមហ៊ុនអស់នោះគេបោកយើងដោយសារតែគេមានលុយនឹងយកទៅលៀងគេមិនខ្វល់ទេចំណេញមិនខ្វល់ទេគេចង់យកទ្រព្យគេហ្នឹងដើម្បីយកទៅរំដោះឲ្យកុំឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុខ្លាចគេចាប់បានហើយឥឡូវនៅពេលដែលអាមេរិកបង្កក់ទ្រព្យសម្បត្តិហ្នឹងតើបានផលអីធ្ងន់អីដល់អង្គការទាំងអស់នោះចម្លើយស្ទើរតែបងប្អូនក្អួតឈាមនៅពេលដែលខ្ញុំឆ្លើយថាវាអត់ទេវាអត់មានតែប៉ះក្បាលអីអង្គការណាទេនៅពេលដែលដាក់ទណ្ឌកម្មហ្នឹងហើយខ្ញុំនិយាយចឹងបងប្អូនអាចខឹងនឹងខ្ញុំថាចាំបើនិយាយទណ្ឌកម្មអត់បានប្រយោជន៍ចឹងអាមេរិកដាក់ទណ្ឌកម្មអីប៉ុន្តែខ្ញុំនិយាយឲ្យបងប្អូនសប្បាយចិត្តវិញមិនប៉ះក្បាលអង្គការទេនៅក្នុងស្រុកខ្មែរដោយសារទណ្ឌកម្មនេះក៏អត់មានទ្រព្យនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិកព្រោះអាការបង្កក់ទ្រព្យសម្បត្តិហ្នឹងគឺបង្កក់តតែទ្រព្យហ្នឹងវានៅក្នុងលំហូរហិរញ្ញវត្ថុអាមេរិកឬក្រុមហ៊ុនអាមេរិកឬក៏រ៉ូស៊ីដែលមានទ្រព្យហ្នឹងនៅលើទឹកដីអាមេរិកអញ្ចឹងគេបើបានមកពីក្រុមហ៊ុនហ្នឹងដែលនៅក្នុងបញ្ជីហ្នឹងគឺគេនឹងរឹបអូសហើយក៏ប៉ុន្តែបើបានពីក្រុមហ៊ុនមិននៅក្នុងបញ្ជីហ្នឹងក៏គេអត់រឹបអូសដែរអាមេរិកមិនមែនចេះតែរឹបអូសផ្ដេសផ្ដាស់បានតែចិត្តទេតើតែចូលនៅក្នុងបញ្ជីដែលគេដាក់ហ្នឹងទៅទៀតបានរឹបអូសបានអញ្ចឹងច្បាប់ហ្នឹងគឺគេអនុវត្តមានយុត្តិធម៌ក្រឹតក្រមរបស់គេដែរមិនមែនចេះតែប៉ាតណាប៉ាតណីទេអញ្ចឹងនៅក្នុងន័យនេះខ្ញុំចង់ជំរាបអញ្ចឹងថាអុកញ៉ាលីយ៉ុងផាត់និងក្រុមគ្រួសារគាត់នឹងរបររ៉ូស៊ីនៅប្រទេសកម្ពុជាចាយ100ចំនួនទៀតក៏មិនអស់ដែរព្រោះវាច្រើនសន្ធឹកសន្ធាប់ខ្លាំងណាស់សឹងថាយើងមិននិយាយទៅយកលុយហ្នឹងយកមកក្រាលផ្លូវបានពីកោះកុងរហូតដល់ក្រុងភ្នំពេញហ្នឹងគឺក៏មិនអស់ណាលុយវាច្រើនសន្ធឹកមែនតើណាក៏ប៉ុន្តែសួរតើអ្នកណាប៉ះពាល់នៅពេលដែលឮសូរការដាក់ទណ្ឌកម្មជាការពិតទេលោកលីយ៉ុងផាត់គាត់មានសញ្ជាតិថៃទៅទៀតបងប្អូនសួរខ្ញុំថាចុះបើគាត់មានសញ្ជាតិថៃអញ្ចឹងអាការដែលគាត់ផ្ទេរលុយគាត់ចេញពីខ្មែរទៅថៃតើទៅអាចរឹបអូសបានអីយ៉ាងណានៅពេលដែលឈ្មោះលីយ៉ុងផាត់ទ្រព្យដែលបានមកពីឈ្មោះលីយ៉ុងផាត់
ตะตองหนึ่งกรมพลแต่งปรำได้อเมริกดัตตอนกรรมคือจอมมันจ้องเอาแต่โจ้ขนมลมโฮปนิจกรรมให้รายประโทษบ่อเมริกคืออเมริกหนึ่งบอกเกาะหรือก็ดอกโฮดบานต่างก็เป็นใต้ตรวบได้กวาดบานปีชมูสุภาพาแต่จิตจนจิตไทยสินจิตไทยเราบอกกอดนู้อาฉลองตัวขนมประปอนให้รายประโทษไทยบ้านดอยเหมือนร้องตอนกรรมเต้ในขนมในนี้คือบ้านในทัดตอนกรรมลูกลียงพัดจิกไม้ได้รกตรวบนั้นคราวชมูกอดก็เป็นใต้แบบกี้เราเคยทาตรวบได้บานเมาได้ในคราวชมูสุภาพาได้จิตสินจิตไทยเราบอกลียงพัดโจตัวขนมให้รายประโทษไทยนั้นบานเมาปีกรมพลต่างออกนี้ได้นู้คือยนต์การในขนมกาบังเกาะตรวบนั้นก็อาจช่วยบ้านในขนมกาได้เลียดสินทั้งเตยจับยอตรวบระบบลูกในขนมราชนาสัมปอนให้รายประโทษระบบไทยระบบอเมริกได้ตอนใต้บักวัดเตยลุยนั่งเตยธนีเกียไทยได้เหมือนแมนเชียธนีเกียบัดสัมปอนระบบสหรัฐอเมริกหรือปปอนให้รายประโทษอเมริกเตเวียพอดปียุตตาติกาด้านสมัติกายระบบอเมริกในขนมการดอกโหดให้เกมันอาจจะดอกโหดแกในนี้ธนีเกียระบบเอาไว้เซนปีปปอนธนีเกียอเมริกได้ครวนอาจมีนสิทธิ์ในของสิทธิ์อำนาจในของการรืบเอาบานนี่ก็เป็นตาเกรืบเอาตรอสมบัติแล้วเอาเป็นตรอสมบัติไอ้ในทางคลายรืบเอาให้ตาดักตอนกรรมอย่างไม่บ้านประโยชน์ไอ้เรื่องได้สำคัญผมพอดว่าหมายแต่ตอนกรรมรืบเอาตรอสมบัตินั่นเต้รัตนาเกียอเมริกบานกับน็อตที่ท่าตอนกรรมนี้คือดักพองได้จมปูครมหุ้นอเมริกแต่งไรนะได้รอซี่จมวยหนึ่งโลกยิดลีหยงผัดจังบันในท่าบอกครมหุ้นอเมริกหรือก็บกกลได้จุดจนจิตอเมริกรอซี่จมวยหนึ่งกรมหุ้นลีหยงพัดพดอลเสวาหรือก็พดอลพอลประโยชน์หรือก็พิหุ้นแต่งไรนะก็ร้องตอนกรรมหนึ่งได้วันนี้ท่ากรมหุ้นต่างออกนั้นคือบะเมียนเนี่ยนะจิตจนจิตอเมริกแต่รอซี่กรมหุ้นอเมริกแต่รอซี่เตยแต่ดอกคล้วนหรือก็ไอ้ทำมาดอลเปนี่โจนขนมบัญชีขึ้นมาไอ้ทำผู้กวาดเหมือนดังเรื่องหรือดอกคล้วนจันมาบนปนแต่จับปีเปนี่ต่อตื้อคือเนี่ยต่างออกนู้นหนึ่งร้องตอนกรรมให้บอสันเจียเหมือนดอกคล้วนให้บอสันจิตดังเรื่องให้แต่รอซี่จมวยกรมหุ้นต่างออกนี่คือหนึ่งร้องตอนกรรมโดยขี้แต่ตอนกรรมนี่มีในอย่างไม่ในขนมชาอันตรายจีดจุดพวกประเทศกัมพูชีอย่างจับตกทาลูกลียงพัดเนื้อแต่จวนสกไม้ตัวเองลูกลียงพัดหนึ่งเนื้อแต่ชื่อมนุษย์อัดอมขมิ้นของพ่อเอาไว้ต่างอ๋อผู้ยังดังไอ้ซาเราบอกขณะปัจจุบันกัมพูชีจันม้ากาเปียลูกลียงพัดชื่อมนุษย์อัดอมมนุษย์จุยจีดมนุษย์นายฮาจีดอย่างโพพองดอกตะจ่าตะจังมันมีของไอ้ต่างอ๋อปัจจัยที่ยอมอัดชงเอาเลยนี่ก็จีการบางห้างยังเคยทำปีปปอนตลาดการจีดยังได้ยังมือกรมพลมุ้ยได้รวมรูปบ่มปีนไปเชื่อประวัติโดยเชื่อปัญหาเรื่องจุนโดมนุษย์ปัญหารวมรูปสิทธิมนุษย์ปัญหาบอลหลับใบออนไลน์แต่ทัวร์ตกบกมันในบางแข้งมนุษย์ไอ้ข้อฉบับละหนึ่งละนั้นขมิ้นกรมพลขมิ้นต่อลาการในประเทศกัมพูชีไอ้นะเราเคยส่งไปแต่จุ่มในตู้มุ้ยปันสายสักจังบ้านในท่าตลาการระบาดจีดยืงนี้คือเวียขยมมันดังตะกอดแปะบันตาไอ้เด้แต่ขยมชื่อท่าเหมือนแม่เหมือนไตรตลาดกาแต่เอานุขมิ้นดอมกระเตะมันเนี่ยสิกาสไนฮาจิตหนึ่งเรื่องจุดติดทอยยังชื่อทับผู้กวาดอาจมิ้นในขนมกำลังนามุ้ยก่อปันตายรู้ในขนมอติโปลในการครบครองรถได้เหมือนไอเรือบ้านโดยในสมัยขมายกระหอมหนึ่งกระเรขังเชิงจังไงคือยังเรือยังสลับโดยฉะนั้นน้อมขณีทัวร์กิจการในขนมปปอนตลาดกาได้แต่รอจุดติดทอนั่นคือยังน้อมขณีเตยประทับตราช่วยทัวร์เอาอำเภออายุติดทอนั่นกันตริเรียวดาวเต้ปัตตาเอาลูกประหารจิขมิ้นจุ่มเรือไอเซนไกลปีนังเต้ปลัวมันดังแต่เตยรอแต่ตัวตีนไอเซนบ้านปีนังจะแต่นอมคืนนี้ช่วยหายหอมดำไว้ทัวเอาจุนกระนั้นจะแต่อันนั้นอาจเปิดบ้านให้บัดบังคืนจังเท่ากับมัดบปปอนดักนอมรอดวิ่งจังให้ยังสู้ท่าปปอนดักนอมรอดวิ่งจังเนี่ยนะดักนอมเอาไปสาวจริงนั้นบองปอนสู้เฉยนะท่าเหมือนไตรกันนะปักประชังไอ้นั้นกี่อุดกี่ท่าไอ้แต่ทัวไอ้กายปลายปปอนดักนอมรอดนังบานไอ้ภาษากี่กายตากี่โดปีลูกคนไซน์มาโกนลูกคนไซน์เนาะเราคืนไอ้ภาษาพ้องตาขนาดปะการนำนายในขณะปะประชังนั้นกรอนบาปนะบางเกย์เลยนะเกย์จีมนุษย์หรือบางเกย์นั้นคือกายไอ้หลังพ้องกับปนไตยังไตรจำท่าล้านนะอาจมีเรื่องท่าล้านแต่วิจารณ์วิโคจเอาให้ยังจับดำดูตะกองไหมตะกองปากไก่ปนาขมิ้นปนาสวาหับปนากระดอยล้านนั้นว่าเติมมุกเตะวิโคจจังอ่ะไว้แต่อาจโดยล้านนั้นแต่มุกบ้านคือโดมาสิ้นโดตัวหรือก็โดล้านนั้นแต่มาดองตะกองนั่งจะกล้าเปิดเถอะแต่โดไว้ปลัวเวเนอร์แต่ได้แล้วจูเป้ใช่แต่ดอกเปโดลานทำไมไอ้ทำไมมันสั้นทำไมจมูกตะกองทำไมขยมชื่อท่าเวียมมันกะเคะกะแคะเคะขายโดยลานจากตะกองจากได้มันจัง
hai bà từ con chắc nó không trong đại nó cứ giải đại generic đại nó vì admin ấy plap đồ tiền chắc bà bom ôn khang cả nạp bà chăng nó tha nơi tập căn cô chồng ho tha bận đồ bẩn nó cứ miền cà plap đồ hay sắp tháng ngày bà con đặng nom rót dương nó cứ vía chia bà con đặng nom rót bài cru sa này dùng bạn ní dương admin tháng ngày đại nó bật sai chính là nghe hay phim này gì ní mà bạn này thao ai bom ôn crop to và thứ bạn để vật bòi phim chưa tha riêng crop to và nên cả trong ban plap đồ cả đặng nom rót nó cứ vì tranh mạo ai tê pro đề xaแต่មានការជីជន់គៀបសង្កត់នឹងវានឹងកាត់ឡើងaiបាញ់ពីមនីវទេហើយរដ្ឋាភិបាលខ្លួនឯងក៏ដឹងដែរថាសប្ងៃហ្នឹងគឺប្រជាពលរដ្ឋឬគុណជុំទិសក្នុងដីសាអីដីសាគាត់ធ្វើមិនត្រូវបើធ្វើត្រូវគ្មាននរណាគេរិះគន់ទេនរណាមិនស្រឡាញ់ជាតិឧទាហរណ៍ដូចអីថ្ងៃមុនឃើញគេដូចថាវិស័យទេសចរយើងវាដាំក្បាលចុះទីពេកប្រៀបធៀបទៅប្រទេសជិតខាងយើងហ្នឹងស្ទើរតែសូន្យអញ្ចឹងមានកម្មវិធីព្រឹត្តិការណ៍យកឡានថ្លៃអីហ្នឹងយកមកសម្ញែងនៅមុខអង្គរវត្តអីឬក៏តាមទីជនបទឬតាមទីប្រជុំជនអីហ្នឹងដើម្បីអីតាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យឃើញថាបានផ្សព្វផ្សាយប៉ុន្តែមានបងប្អូនច្រើនណាស់តោមិននឹងខាងដល់ផ្សព្វផ្សាយយកឡានថ្លៃអីភ្ញៀវទេសចរឯណាគេទៅឈឺត្អាលត្រេកត្អាលនឹងឡានថ្លៃនៅអង្គរនឹងវាអត់មានអ្នកមានឯណាគេត្រេកត្អាលអញ្ចឹងទេគេចង់ទៅលេងអង្គរដោយសារអីវាជាកន្លែងស្ងប់ស្ងាត់មិនមែនកន្លែងប្រឆេះម៉ាស៊ីនឡានព្រោះអាហ្នឹងវាជារឿងផ្ទុយគ្នាស្រឡះនៃអង្គរវត្តដែលជាបុរាណដ្ឋានណាហើយនឹងបច្ចេកវិទ្យាទំនើបថ្មីនៃឡានសំលេងខ្ទរខ្ទាពេញមេឃអីហ្នឹងវាអត់មែនជាកន្លែងស្ងប់ស្ងាត់ដើម្បីឲ្យត្រូវគ្នានឹងប្រាសាទបុរាណដ៏ស្ងប់ស្ងាត់សគុតសគុំនិងស្រស់ប្រប្រងរបស់យើងទេតែពិតអង្គរវាមានតម្លៃមិនបាច់ផ្សាយផងឲ្យតែយើងធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋយើងល្អភ្ញៀវទេសចរគេមានអារម្មណ៍សុវត្ថិភាពគេមិនខ្វល់រឿងជួញដូរមនុស្សគេមិនខ្វល់រឿងលបែងអនឡាញគេមិនខ្វល់ក្រុមហ៊ុនទុច្ចរិតគេមិនខ្វល់រឿងអុកញ៉ាទុច្ចរិតគេមិនខ្វល់ការរំលោភបំពានសិទ្ធិមនុស្សគេមិនខ្វល់ការចាប់ប្រជាពលរដ្ឋដាក់គុកគ្មានយុត្តិធម៌គេមិនខ្វល់ការផ្ដេសផ្ដាស់អីសពបែបយ៉ាងអំពើពុករលួយគេមកសบายចិត្តឯងប៉ុន្តែអាទាំងអស់ហ្នឹងវានៅក្នុងដួងចិត្តរបស់គេយើងផ្សាយយ៉ាងម៉េចក៏តែគេមិនមកយើងកើតដែរវាគ្រាន់តែផ្សាយដើម្បីលួងចិត្តប្រជាពលរដ្ឋថារដ្ឋាភិបាលបានប្រឹងប្រែងដែរតែធ្វើម៉េចបើគេមិនមកតែហ្នឹងមិនមែនជាការប្រឹងប្រែងវាជាចំណែកមួយប៉ុន្តែវាមិនត្រូវទេយើងអត់ត្រូវលមាស់ទេការផ្សព្វផ្សាយវប្បធម៌ភោគផង់របស់ខ្មែរសឹងថាយើងមិនបាច់ផ្សព្វផ្សាយទេយើងធ្វើឲ្យតែខ្មែរយើងមូលមាត់គ្នានាំគ្នាស្រឡាញ់គ្នាកំបាច់បាក់ផ្ទៃក្នុងជាតិយើងណាមនុស្សនៅក្រៅប្រទេសនឹងនាំគ្នាអួតសរសើរពីជាតិយើងណាខ្វះទេបាក់តំណប់មនុស្សទៅលេងទាំងខ្មែរខ្លួនឯងឥឡូវខ្មែរប្រហែលនៅស្រុកក្រៅដែលចង់ទៅលេងស្រុកខ្មែរគេតវ៉ាអីទីទួយនឹងលៀបពណ៌គេថាពួកអប្រឆាំងផ្កាប់មុខគ្នាមិនហ៊ានទៅលេងស្រុកខ្មែរដោយសារអីយើងរករឿងគេតាំងតែពីនៅស្រុកខ្មែររហូតដល់ពមៀនគេចាក់ចងគេឲ្យតបងប្អូនស្ដាប់មកហ្នឹងគឺចាំចាប់ពេលអស់ពីគ្រួសារហ៊ុនសែនចាំទៅលេងស្រុកខ្មែរអញ្ចឹងសូម្បីតែខ្មែរគ្នាឯងហ្នឹងក៏មានគំនិតអញ្ចឹងផងឲ្យចុះទៅហ្មងពួកបរទេសដូច្នេះអស់លោកគួរតែភ្ញាក់រលឹកអំពីរឿងហ្នឹងហើយរឿងតនកម្មនេះខ្ញុំបន្តបន្តិចទៀតពេលដែលអស់លោកថាអូមិនឈឺក្បាលហាលថ្ងៃដល់អុកញ៉ាជាការពិតហើយអស់លោកណាតាំងមានចាំឯកាលពីប្រហែលឆ្នាំមុនគេដាក់តនកម្មទ្រីភាពអុកញ៉ាទ្រីភាពដែររឿងកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលហើយក៏ជាអ្នកដែលផ្គត់ផ្គង់សម្បើមដល់គណៈបកប្រជាជនកម្ពុជានឹងដែរអាមេរិកគេផ្ដំទាទោសវាដាក់ក្នុងបញ្ជីខ្មៅហ៎មានអុកញ៉ានឹងធំនឹងមានទ្រីភាពមានទាំងមន្ត្រីឧត្តមសេនីយ៍មានគុណគីមមានឈ្មោះអុកញ៉ាច្រើនផ្សេងទៀតឥឡូវក្នុងបញ្ជីស្បែកឆ្កែបញ្ជីខ្មៅរបស់គេគាត់ថាគេមិនទាន់ដល់ពេលទេនៅមានទៀតក្នុងនោះក៏មានទាំងឈ្មោះលោកម៉ុងរទ្ធីមានអុកញ៉ាមានលោកមេងខិនក្រុមហ៊ុនស៊ូកាគូដែលតាក់ទងរឿងរំលោភដីធ្លីប្រជាពលរដ្ឋនៅតំបន់បឹងកក់ហើយហ្នឹងហើយនឹងដំសនី12 13អ្នកទៀតនៅក្នុងបញ្ជីហ្នឹងគឺទៅមិនបានម្នាក់ពីរនាក់ដូច្នេះវានៅមានតទៅទៀតវាអត់មានចប់ទេដោយសារអីអំពើអក្រិតហ្នឹងវានៅតែកើតឡើងអញ្ចឹងសហរដ្ឋអាមេរិកនៅតែបន្តឃ្លាំមើលនឹងតទៅទៀតឥឡូវនិយាយពីតនកម្មពេលដែលអត់ត្រូវអង្គញានៅស្រុកខ្មែរតើវាមានផលប៉ះពាល់អីដែរជាឆាកអន្តរជាតិតទៅនឹងមុខមាត់ជាតិរបស់យើងបងប្អូនត្រូវចាំថាក្រុមហ៊ុនលីយ៉ុងផាត់មានបនលបែងកាស៊ីណូមានសន្តាគារមានមណ្ឌលកំសាន្តមានអីគ្រប់ទិសទីនៅប្រទេសកម្ពុជាហើយសិតតែលំដាប់ផ្កាយ5អតែទាំងអស់នេះឬក៏កន្លែងទាំងអស់នេះគឺជាកន្លែងតាក់ទាញភ្ញៀវទេសចរលំដាប់ថ្លៃដែរដែលគេមកស្នាក់នៅដូចជាសន្តាគារភ្នំពេញឬសន្តាគារ Golden City មកលេងវាយកូនគោលេងអីហ្នឹងសប្បាយអញ្ចឹងតើអ្នកណាដែលមានលុយអស់ហ្នឹងមកចាយនៅក្នុងសន្តាគារទាំងអស់ហ្នឹងឥឡូវនៅពេលដែលរងតនកម្មកុំភ្លេចថាសារព័ត៌មានអន្តរជាតិគ្រប់ទិសទីផ្សាយពីរឿងយើងរឿងអាសូវរបស់យើងហ្នឹងអារឿងស្អីឡានប្រមាណ100គ្រឿងអីមុខអង្គរហ្នឹងមកផ្សែងភឹបទៅបាត់ហើយគ្មានអាណាគេចាប់អារម្មណ៍ទេប៉ុន្តែរឿងលីយ៉ុងផាត់នេះណាផ្អើលពិភពលោកឥឡូវខ្ញុំឲ្យឧទាហរណ៍
សារព័ត៌មានអាមេរិកគ្រប់ទិសទីមានទាំង diplomat មានទាំង CNN មានទាំង ABC មានទាំងសារព័ត៌មានផ្សេងទៀតនៅសហរដ្ឋអាមេរិកហ្នឹងគឺផ្សាយចម្រុះចឹងប្រជាពលរដ្ឋអាមេរិកខ្លួនឯងដឹងខ្លួនហើយថាក្រុមហ៊ុនលីយ៉ុងផាត់មានប្រមាណក្រុមហ៊ុនសន្តាគារមានប្រមាណកន្លែងមណ្ឌលកំសាន្តប្រមាណដែលខ្លួនត្រូវជៀសវាងអញ្ចឹងភ្ញៀវទេសចរដែលជាអាមេរិកនេះនៅពេលដែលលឺគេដាក់ទណ្ឌកម្មនេះឥឡូវបើថាអត់ទាន់បានទៅទេប៉ុន្តែបើទៅគឺគេនឹងកិច្ចពីសន្តាគារឬក៏រមណីយដ្ឋានឬក៏ក្រុមហ៊ុនឬកន្លែងដែលបានផលដល់ក្រុមហ៊ុនទាំងអស់នេះព្រោះអាមេរិកគ្រប់គ្នានឹងមានកាតព្វកិច្ចផ្លូវសិលធម៌មួយដែរនៅពេលដែលរដ្ឋាភិបាលអាមេរិកដែលដាក់ទណ្ឌកម្មមន្ត្រីខ្មែរឬក៏ក្រុមហ៊ុនខ្មែរបែបហ្នឹងគឺគេសូម្បីតែក្រសួងការបរទេសអាមេរិកនេះដែលចេញសេចក្តីថ្លែងការណ៍ជាមួយរដ្ឋាភិបាលអាមេរិកហ្នឹងគឺមានបញ្ជីស្បែកខ្មៅបញ្ជីខ្មៅរបស់គេហ្នឹងប្រាប់ប្រជាពលរដ្ឋអាមេរិកខ្លួនឯងពមមានហើយថាបើទៅស្រុកខ្មែរមើលមែនតើក្រុមហ៊ុនទាំងនេះគឺរងទណ្ឌកម្មអញ្ចឹងកុំទៅស្នាក់នៅសន្តាគារនេះកុំទៅប្រើប្រាស់ក្រុមហ៊ុនផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុននេះណាតើបងប្អូនគិតមើលថាតើទាំងអស់ហ្នឹងវាខាតបង់ដល់ក្រុមហ៊ុនរបស់លោកលីយ៉ុងផាត់ប៉ុណ្ណានៅលើឆាកអន្តរជាតិនៅក្នុងស្រុកខ្មែរអាចថាវាមិនអីទេវានៅតែព្រោះទ្របគាត់ច្រើនគាត់នៅតែបើអញ្ចឹងទៅអត់ភ្ញៀវម្នាក់សោះចាំមើល5 10ឆ្នាំទៀតហ្នឹងចេះតែអ៊ុតចឹងក៏បានប៉ុន្តែពីពាក់ព័ន្ធអីបងប្អូនមានអាសូរទេតើបងប្អូនខ្មែរយើងប្រមាណអ្នកដែលកំពុងតែធ្វើការជា cleaner ជាអ្នកសម្អាតអ្នកអនាម័យអ្នករត់ឡានតាក់ស៊ីអ្នករត់ម៉ូតូឌុបបាទ្វារឡានជាសន្តិសុខអីនៅស្ថាប័នក្រុមហ៊ុនរបស់លោកលីយ៉ុងផាត់ទាំងអស់តើពួកគាត់នឹងបាត់បង់ការងារប្រាក់ទទួលទានដែលកំពុងតែមានស្រាប់តិចនឹងផងហ្នឹងតើគាត់នឹងវេទនាប៉ុណ្ណានេះគឺជាផលប៉ះពាល់ដល់ជីវភាពគ្រួសារទូទៅសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូលដែរមិនអត់ទេតែជាឥឡូវនៅពេលដែលជនជាតិអាមេរិកចាប់ផ្ដើមមិនទៅលេងសន្តាគារអាចថាទៅយើងបង់លុយអីចឹងយើងនឹងបានផលទៅលីយ៉ុងផាត់ហើយទៅបានផលលើក្រុមហ៊ុនដែលនៅក្នុងបញ្ជីខ្មៅបែបនេះខ្ញុំមិនជឿថាជនជាតិអាមេរិកកាំងមានក្រមសីលធម៌អញ្ចឹងអាចទូលេបទៅចូលទេគាត់នឹងមិនធ្វើដូច្នេះទេគឺនឹងកិច្ចហើយចុះតែពេលកិច្ចគាត់នឹងប្រាប់មិត្តភ័ក្តិរបស់គាត់ទៀតណាមិត្តភ័ក្តិជាជនជាតិអឺរ៉ុបមិត្តភ័ក្តិជាហើយឥឡូវអឺរ៉ុបហ្នឹងក៏គេដឹងដែរសារព័ត៌មានបារាំងកាណាដាអូស្ត្រាលីជប៉ុនអាស៊ីយើងក៏មានដែរនៅសង្ហបុរីហ្នឹងក៏ឥណ្ឌានោះទៀតហ្នឹងគឺថាសារព័ត៌មានហ្នឹងផ្សាយគ្រប់ទិសទីអំពីបញ្ជីហ្នឹងទាំងអស់តើយើងមុខមាត់យើងប៉ុណ្ណាគេមើលមកយើងគេឃើញថាយើងជាជាតិសាសន៍យ៉ាងដូចម្ដេចនៅពេលដែលប្រធានសមាគមអុកញ៉ាមួយនៅកម្ពុជាហើយអុកញ៉ាហ្នឹងគឺជាបណ្ដាញក្រុមហ៊ុនដែលគួរឲ្យទុកចិត្តដើម្បីគេយកទុនវិនិយោគជាមួយយើងហើយឥឡូវបើប្រធានសមាគមអុកញ៉ាហ្នឹងប្រព្រឹត្តអំពើអក្រិតបែបហ្នឹងទៅហើយហ្នឹងតើស្ថាប័នអុកញ៉ាហ្នឹងនឹងមានសុពលភាពប៉ុណ្ណាបើនៅស្រុកគេចោះចេញពីតំណែងហ្នឹងអស់ហើយទុកឲ្យសមាគមហ្នឹងអ្នកផ្សេងយកមកដឹកនាំទៅដើម្បីឲ្យកុំឲ្យខូចឧទាហរណ៍ដូចក្នុងស្ថាប័នតុលាការអញ្ចឹងបើមន្ត្រីរឿងចៅក្រមតុលាការឬក៏ប្រធានតុលាការប្រព្រឹត្តអំពើពុករលួយនឹងរឿងអយុត្តិធម៌តើឲ្យប្រជាពលរដ្ឋទៅជឿប្រព័ន្ធតុលាការយើងយ៉ាងដូចម្ដេចប៉ុន្តែផ្ទុយទៅវិញមិនមានទោសទណ្ឌហើយមានសារចេញការពីបុគ្គលអញ្ចឹងបានន័យថាលោកលីយ៉ុងផាត់នៅប្រទេសកម្ពុជានឹងមិនរងទណ្ឌកម្មអ្វីសូម្បីតែប៉ុនសរសៃសក់ប៉ុន្តែជាឆាកអន្តរជាតិគឺជារឿងអាម៉ាស់ណាស់សម្រាប់ជាតិសាសន៍ខ្មែរយើងជាខ្មែរនៅអាមេរិកនេះឬក៏នៅជាតិដទៃទៀតហ្នឹងយើងឃើញអូហេតុអីក៏ខ្មែរយើងដូច្នេះគេឈ្មោះរបស់យើងអាស្រូវខ្លាំងណាស់ឥឡូវគេចាប់ដើមលឺយើងអញ្ចឹងតើអ្នកវិនិយោគឯណាគេចង់ទៅរកស៊ីជាមួយយើងទៅរកស៊ីយ៉ាងម៉េចទៅរកស៊ីដើម្បីបានប្រយោជន៍អីគេទុកចិត្តប្រព័ន្ធហើយនៅពេលដែលគេជៀសពីយើងបានផលទៅអ្នកណាបងប្អូនបានផលទៅវៀតណាមបានផលទៅប្រទេសថៃព្រោះគេទៅចឹងគេគិតពីយើងអស់អញ្ចឹងហើយនៅពេលដែលយើងដឹងរឿងបែបហ្នឹងតើយើងគួរធ្វើអីទៀតតើរដ្ឋាភិបាលនឹងគួរអីទៀតឬក៏នៅតែបន្តមិនស៊ើបអង្កេតលោកលីយ៉ុងផាត់នឹងតទៅសោះខ្ញុំជឿថានឹងមិនមានការស៊ើបអង្កេតទេព្រោះយើងបាត់ពិសោធន៍យើងប្រមាណអាណត្តិមកហើយដរាបណាមានការដឹកនាំប្រទេសបែបហ្នឹងគឺមន្ត្រីដែលបានផលប្រយោជន៍ដល់គណៈបកប្រជាជនកម្ពុជាគឺនឹងរួចខ្លួនតចឹងតរហូតហ្នឹងអុកញ៉ាយើងដឹងហើយអ្នកដែលស្និទ្ធនឹងគណៈបកប្រជាជននឹងបកកាន់អំណាចអីហ្នឹងឬបានលុយចូលបកហ្នឹងច្រើនអីចឹងឲ្យសូម្បីតែជាប់គុកដែលថាអូគេកាត់ឲ្យល្អមើលគ្រប់កិច្ចហ្នឹងអត់ដែលបានទាំងជាប់គុកផងឃើញទៅសៀអញ្ចឹងទៅដាក់សវត្តពេទ្យទៅថាឈឺស្កាត់អីអញ្ចឹងទៅនោះបន្ទប់ VIP រហូតដល់ថ្ងៃចប់ទោសហ្នឹងហ្មងចេញពីបន្ទប់ម៉ាស៊ីនត្រជាក់វិញអត់បាននៅគុកតែ1ម៉ោងយើងមើលលោកគិតធៀងហើយនឹងថងសារ៉ាត់ទៅយើងដឹងហើយករណីហ្នឹងហើយបើសិនជាសកម្មជនយើងនយោបាយឬក៏បកប្រឆាំងឬក៏សហជីពកម្មករដូចកញ្ញាស៊ីធដូចលោកមីតសវណ្ណារាឬក៏អ៊ុំសំអានឬក៏លោកផ្សេងទៀតដែលជាប់គុកគឺថាអត់រួចមួយថ្ងៃទេគឺថាចប់ដល់ថ្ងៃហ្នឹងបានចេញជួនកាលហួសម៉ោងចេញហ្នឹងទៀតដោយសារឯកសារហ្នឹងរត់មិនទាន់ប៉ុន្តែបើថាឲ្យចេញមុនមានហើយបើថាឈឺស្កាត់អីចង់សុំពេទ្យទៅក្រៅអីគេថាពេទ្យនៅក្នុងមន្ទីរពន្ធនាគារហ្នឹងគេមានសពគ្រប់ចេះមើលហើយមិនចាំបាច់ចេញទៅក្រៅទេប៉ុន្តែបើអុកញ៉ាវិញអូយើងតែឲ្យគាត់នៅដូច្នេះអស់លោកទាំងអស់គ្នាបង្កើតឲ្យមានប្រព័ន្ធអយុត្តិធម៌តាំងពីលើដល់ក្រោមឲ្យលោកស្រែកថាអរគុណសន្តិភាពហើយយើងនឹងស្អាតស្អំអស្ចារ្យណាស់តើទៅកុហកអ្នកណាគេជឿហើយឥឡូវយើងមើលអញ្ចេះទៀត
ខ្ញុំបន្តបន្តិចរឿងបញ្ចប់ឲ្យសូមសូមអធិស្ឋានបងប្អូនខ្ញុំពីវែងដែរប៉ុន្តែរឿងនេះវាវែងដោយសឡកពឹសខ្ញុំនិយាយមកពាន់មួយយប់ក៏មិនចប់ដែរគាត់ថាចង់ប្រាប់ជម្រាបបងប្អូនអំពីផលវិបាកនៃការដាក់ទណ្ឌកម្មរបស់អាមេរិកវាមិនប៉ះពាល់ខ្លាំងដល់ទ្រព្យសម្បត្តិរបស់គាត់នៅក្នុងស្រុកខ្មែរទេព្រោះគាត់អាចនៅតែរស់ស៊ីនៅស្រុកខ្មែរបានព្រោះរដ្ឋាភិបាលនឹងមិនចាត់ការគាត់ទេតែតុលាការក៏មិនចាត់ការគាត់ដែរព្រោះជាមនុស្សរបស់គាត់ប៉ុន្តែពីឆាកអន្តរជាតិវិញយើងខូចកិត្តិយសជាតិយើងតែម្ដងទាំងមូលនៅពេលដែលគេដាក់ទណ្ឌកម្មលើលោកត្រីភិបយើងបាក់មុខម្ដងហើយនៅពេលដែលគេដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍គុណគឹមនិងក្រុមគ្រួសារនិងក្រុមហ៊ុនយើងបាក់មុខម្ដងទៀតនិយាយទៅពី3ឆ្នាំយើងយទៅអោនរហូតគេឈ្មោះរបស់យើងហ្នឹងគឺយើងអត់ដែលងើបរួចទេហើយតើយើងនឹងត្រៀមខ្លួនคลายទៅជាប្រទេសធូធាយ៉ាងម៉េចនឹងគេនៅពេលដែលយើងចង់คลายទៅជាប្រទេសអ្នកមានមេដឹកនាំនោះនិយាយពីអួតមួយថ្ងៃគឺថាបងប្អូនកុំភ័យថ្ងៃហ្នឹងយើងស្លៀកខោអាវលហែកមែនគឺថានិយាយអាយ៉ៃមែនអត់អីហូបមែន2035បងប្អូនចាំយើងនឹងคลายជាប្រទេសអ្នកមានមធ្យមកម្រិត